សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស៊ីម៉ាឬក៏ហៅបានថាប្រុសស្មុកក៏បានដែរហើយនៅថ្ងៃនេះអេមាននឹងបន្តសាច់រឿងរបស់យើងបន្តទៀតក៏ប៉ុន្តែមកបន្តសាច់រឿងអេមានពិតជាអរគុណទៅកាន់គ្នាយើងមែនតើដែលបាន support កាហ្វេមកកាន់អេមានមានតែពីជូនពរទៅកាន់អ្នកគ្នាតែប៉ុណ្ណោះឲ្យសំណាងល្អនៅក្នុងឆាជីវិតការធ្វើអំណើទៅណាមកណាប្រកបដោយសុវត្ថិភាពជានិច្ចហើយបើសិនជាគ្នាយើងណាដែលមានបំណងថាចង់ support កាហ្វេមកកាន់អេមានអីនោះអេមាននឹងដាក់ QR នៅទីនេះដើម្បីផ្ដល់ជាកម្លាំងចិត្តមកដល់មានដើម្បីធ្វើវីដេអូបន្តទៅមុខទៀតម្យ៉ាងទៀតសម្រាប់គ្នាយើងដែលមិនទាន់បានចុច Subscribe នៅលើ Channel របស់ Admin នោះទេគឺសូមចុចហៅទៅដើម្បីទទួលបានវីដេអូថ្មីៗនៅពេលមានបាន upload ដូច្នេះនៅពេលនេះយើងកុំឲ្យចាំពេលវេលាយូរតោះយើងចូលសាច់រឿងរបស់យើងតែម្ដងសាច់រឿងក៏កាប់បង្ហាញនៅពេលដែលស៊ូជីក៏បានភ្ញាក់ពីការសំណោរបស់គាត់ក៏បាននឹកឃើញអំពីរឿងរ៉ាវកាលពីយប់មិញអញ្ចឹងហើយក៏បានជាគិតថាដែលជាគាត់នឹងគឺបានគិតថានោះគ្រាន់តែជាការយកសុបិនរបស់គាត់តែប៉ុណ្ណោះក៏ប៉ុន្តែនៅពេលដែលគាត់បានក្លេចឃើញទៅកាន់វត្តមានរបស់ Kokoro នោះធ្វើឲ្យគាត់ពិតជាភ្ញាក់ផ្អើលមែនទែនអញ្ចឹងហើយក៏បានដឹងភ្លាមតែម្ដងថារឿងរ៉ាវកាលពីយប់មិញគឺជាការពិតKokoro ក៏បានផ្ដល់ទូរស័ព្ទឲ្យទៅកាន់សូជីវិញផងដែររីឯសូជីក៏ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនពីព្រោះថាគណនីបណ្ដាញសង្គមរបស់អាខារីគឺត្រូវបានលុបចោលបាត់ទៅហើយ Kokoro បានបញ្យល់ថាខ្មោចអាខោននៅពេលដែលពួកគេបានកម្ចាត់ទៅកាន់វាបានសម្រេចហើយនោះគណនីដែលវាបានគ្រប់គ្រងនឹងគឺត្រូវបានលុបចោលដូចគ្នាដូច្នេះមានន័យថាប្អូនស្រីរបស់ឯងនៅពេលនេះត្រូវបានស្លាប់ជាការពិតមែនចំពោះសូជីក៏បានយំអីទៀតដែរពីព្រោះថាគាត់ប្រកាសជាដឹងហើយថាប្អូនស្រីរបស់គាត់ត្រូវបានបាត់បង់ជីវិតនៅពេលហ្នឹងហើយ Kokoro ក៏បានណែនាំអំពីឈ្មោះរបស់ខ្លួនឯងផងដែរឲ្យទៅកាន់សូជីបានស្គាល់មិនត្រឹមតែប៉ុណ្ណោះទេក៏គាត់ថែមទាំងប្រពោសូជីដើម្បីទៅងូតទឹកក្តៅទៀតរីឯសូជីក៏កំពុងតែយល់ច្រឡំហើយថាទីតាំងដែលគាត់បានស្នាក់នៅអីហ្នឹងគឺជាសថាគារដូច្នោះហើយ Kokoro ក៏បានបញ្យល់ប្រាប់តែម្ដងថាទីតាំងរបស់ឯងកំពុងតែស្ថិតនៅហ្នឹងគឺមិនមែនជាសថាគារអីនោះទេគឺជាសាលារៀនគ្រូចាប់ខ្មោចដែលសាលាមួយនេះគេឲ្យឈ្មោះថា Miden Academy នៅតាមផ្លូវដើម្បីទៅងូតទឹកក្តៅហ្នឹងពួកគេទាំងពីរនាក់បានជួបប្រទះជាមួយនឹងបរិមម្នាក់ផងដែរប៉ុន្តែគេមិនទាន់បង្ហាញឈ្មោះនោះទេហើយបរិមម្នាក់ហ្នឹងគឺបានចូលទៅរាក់ទាក់ទៅកាន់សូជីបើទោះបីជាដឹងថាសូជីគឺមានអណ្ដាតភ្លើងពណ៌ខៀវក៏ដោយតែមុខបន្តិចទៀតអ្នកគ្នានឹងដឹងហើយថាហេតុអីបានជាមានមនុស្សមួយចំនួនគឺបានរើសអើងទៅកាន់បុគ្គលដែលអាចប្រើអណ្ដាតភ្លើងពណ៌ខៀវហើយតាមពិតទៅបរិមម្នាក់ហ្នឹងគាត់គឺជាគ្រូម្នាក់ផងដែរដែលជាគ្រូចាប់ខ្មោចអីចឹងណាហើយគាត់មានសិស្សចំនួន5នាក់ហើយកូនសិស្សរបស់គាត់ម្នាក់ដែលមានឈ្មោះថាកូសាបាហ្នឹងគឺពិតជាស្រឡាញ់ទៅកាន់ពួកគេទាំងពីរនាក់មែនទែនដែលជា Kokoro ហើយនិងសូជីធ្វើឲ្យគ្រូរបស់ខ្លួនអញចង់ដាច់ផ្ងាផងដែរគ្រាន់តែឃើញភ្លាមស្រឡាញ់ភ្លែបាត់ហើយហ្នឹងនៅម្ខាងទៀតដែលជាកូនសិស្សដែលជាគ្នារបស់ Kokoro ហ្នឹងមកអូនតូចនេះគឺមានឈ្មោះថាមីយូរីហើយអ្នកគ្នាឃើញតូចអញ្ចឹងក៏ថាខ្សោយមិនខ្សោយណាខ្លាំងណាហើយមានសាច់ដុំធំទៀតចាំមើលទៅមុខទៀតដឹងហើយប្រុសសក់ពណ៌លឿងនៅវិញគាត់ក៏មានឈ្មោះថាអ៊ីម៉ូតូរីឯម្នាក់ទៀតគឺគាត់មានឈ្មោះថាម៉ាស៊ូមីចុងក្រោយគេគឺជាកញ្ញាម្នាក់ដែលមានឈ្មោះថាគីយូមីត្រឡប់មកកន្លែងសូជីនៅវិញគាត់កំពុងតែឆ្ងល់ផងដែរថាទីតាំងមួយនេះមើលទៅដូចជាស្ថានភាពបេះបិទអញ្ចឹងពីព្រោះថានៅក្នុងសាលារៀន Miden Academy ហ្នឹងគឺស្អីក៏មានដែរមិនថាកន្លែងលេងហ្គេមកន្លែង shopping ឬក៏កន្លែងញ៉ាំអីនោះទេគឺមានមកចប់តែម្ដងមិនយូរប្រហែលពួកគេទាំងពីរនាក់គឺបានមកដល់កន្លែងអាំងងុយទឹកក្តៅហើយសូជីបានចោទរំឃើញថារបួសដៃរបស់គាត់នៅពេលនេះត្រូវបានជាសះស្បើយភ្លាមៗមកដែរស្រាប់តែនៅក្នុងអាងទឹកក្តៅហ្នឹងគឺមានបរិមម្នាក់គាត់បានបង្ហាញខ្លួនដែលម្នាក់ហ្នឹងគឺគ្មានណាឆ្ងាយនោះទេគឺជាសិនសេហើយសិនសេម្នាក់ហ្នឹងគាត់ក៏មានឈ្មោះថាអៃសាគីសិនសេអៃសាគីហ្នឹងគឺជាបុគ្គលម្នាក់អាចនិយាយថាជាព្រះសង្ឃប៉ុន្តែគ្រាន់តែអាចទុកសក់វែងបានអីចឹងទៅបន្ទាប់ពីពួកគេទាំង3នាក់គឺបានងុយទឹកក្តៅរួចរាល់ហើយនោះអៃសាគីដែលជាសិនសេហ្នឹងគឺពិតជាចូលចិត្តទៅកាន់សូជីមែនតើហើយអ្នកទាំងពីរដូចជាត្រូវគ្នាខ្លាំងណាស់ពីព្រោះថាអត្តចរិតរបស់ពួកគេទាំងពីរនាក់គឺដូចគ្នាតែម្ដងបន្ទាប់មកលោកគ្រូអៃសាគីបានបញ្យល់ប្រាប់ទៅកាន់សូជីផងដែរពាក់ព័ន្ធអំពីគ្រូចាប់ខ្មោចកាលពី1000ឆ្នាំមុនគ្រូចាប់ខ្មោចគឺត្រូវប្រើសូត្រមន្តអាគមគិថាអីចឹងទៅដើម្បីកម្ចាត់ខ្មោចបានដែលហេតុនេះហើយពួកខ្មោចទាំងអស់ហ្នឹងគឺចាប់ផ្ដើមអាប់ដេតពីខ្លួនឯងដើម្បីចូលទៅតាមប្រព័ន្ធ social media អីចឹងទៅនិយាយស្រួលស្ដាប់ឬក៏ស្រួលយល់ទៅគឺថាខ្មោចសម័យ Gen Z ដូចនេះហើយគ្រូចាប់ខ្មោចគឺតែងតែអាប់ដេតអំពីខ្លួនឯងតាមសម័យកាលផងដែរក្នុងការកម្ចាត់ទៅកាន់ខ្មោចនៅសម័យ Gen Z នេះគឺតម្រូវឲ្យពួកគេទាំងអស់គ្នាគឺមានអាវុធតាក់ទងអំពីវិញ្ញាណទើបអាចកម្ចាត់ទៅកាន់ពួកវាបានខណៈពេលដែលលោកគ្រូអៃសាគីកំពុងតែបញ្យល់ប្រាប់តាក់ទងអំពីការចាក់ខ្មោចនៅពេលបច្ចុប្បន្ននេះតែគាត់មិនទាន់ដឹងទេថាសូជីនៅពេលនេះក៏កំពុងតែដើរចេញនឹងឯងអញ្ចឹងហើយលោកគ្រូអៃសាគីបានចូលហាមឃាត់ទៅកាន់សូជីដើម្បីឲ្យគាត់បានខ្លាចជាគ្រូចាក់ខ្មោចម្នាក់ដែរឬក៏ជាកូនសិស្សនៃសាលា Miden Academy សូជីបានបដិសេធភ្លាមៗតែម្ដងថាគាត់មិនចង់ធ្វើជាគ្រូចាក់ខ្មោចអីនោះទេអ្វីដែលគាត់ចង់ធ្វើនៅពេលនេះក៏គ្រាន់តែចង់ធ្វើការដើម្បីរកប្រាក់ចិញ្ចឹមជីវិតរបស់ខ្លួនឯងតែប៉ុណ្ណោះដោយសារតែនេះជាសេចក្តីប្រាថ្នារបស់អាខារីដែលជាប្អូនស្រីរបស់ខ្ញុំខណៈពេលដែលសូជីក៏កំពុងតែដើរចេញហ្នឹងក៏ស្រាប់តែលោកគ្រូអៃសាគីក៏ចាប់ផ្ដើមនិយាយចាក់ចំចំណុចរបស់សូជីតែម្ដងថាប្អូនរបស់ឯងគឺមិនត្រូវបានស្លាប់ដោយសារតែជំងឺនោះទេប្អូនស្រីរបស់ឯងត្រូវបានស្លាប់ដោយសារតែខ្មោចអាខោនដ៏មានឥទ្ធិពលមួយពាក្យសម្ដីរបស់លោកគ្រូអៃសាគីប្រមាណបែបនេះហើយធ្វើឲ្យសូជីនៅពេលនោះក៏បាននឹកឃើញអំពីទស្សនវិជ្ជានៅពេលដែលគាត់បានឃើញប្អូនស្រីរបស់ខ្លួនកំពុងតែពិបាកក្នុងការដកដង្ហើមបន្ទាប់ពីសូជីបាននឹកឃើញអំពីទស្សនវិជ្ជារបស់ប្អូនស្រីរបស់ខ្លួនហើយគាត់ក៏ចាប់ផ្ដើមធ្វើការសួរទៅកាន់លោកគ្រូអៃសាគីថាអ្នកណាគឺជាអ្នកធ្វើបែបនេះដែលគាត់ពិតជាចង់ដឹងមែនទែនថាអ្នកណាគឺនៅពីក្រោយរឿងរ៉ាវទាំងអស់នេះហើយឥឡូវនេះលោកគួរតែប្រាប់មកកាន់ខ្ញុំឲ្យបានដឹងមកដោយសារតែខ្ញុំគឺពិតជាចង់សម្លាប់នៅពេលនេះខ្លាំងណាស់លោកគ្រូអៃសាគីបានប្រាប់ទៅកាន់សូជីថានៅពេលនេះឯងគឺខ្សោយ
យខ្លាំងណាស់អញ្ចឹងហើយយើងគឺមិនគួរប្រាប់ទៅកាន់ឯងនៅពេលនេះនោះទេមានអីភ្លាមៗស្រាប់តែសូជីបានប្រើកំណាប់ដៃរបស់គាត់ដើម្បីទៅវាយលោកគ្រូអៃសាគីក៏ប៉ុន្តែត្រូវបានរារាំងដោយសំណាក់ខុកហូរ៉ូសូជីបាននិយាយសម្ដៅទៅកាន់ខុកហូរ៉ូថានៅពេលនេះឯងគួរតែលេងដៃរបស់យើងទៅដោយសារតែនេះមិនមែនជារឿងរ៉ាវរបស់ឯងទេខុកហូរ៉ូបានតបថាមិនឲ្យយើងលូកដៃយ៉ាងម៉េចដោយសារតែលោកគ្រូអៃសាគីនឹងគឺជាគ្រូរបស់យើងដល់ពេលចឹងទៅលោកគ្រូអៃសាគីក៏ចាប់ផ្ដើមធ្វើការប្រាប់ទៅកាន់ពួកគេទាំងពីរនាក់ថាបើសិនជាសូជីគាត់ចង់ដឹងរឿងរ៉ាវបន្ថែមទាក់ទងអំពីរឿងរ៉ាវរបស់អាខារីដែលជាប្អូនស្រីរបស់សូជីនឹងគាត់នឹងប្រាប់បន្ថែមទៀតក៏ប៉ុន្តែឯងគឺត្រូវតែយកឈ្នះទៅកាន់ខុកហូរ៉ូឲ្យបានសិនមកចំណែកខុកហូរ៉ូនៅវិញបន្ទាប់ពីឃើញគ្រូរបស់ខ្លួនកំពុងតែបើកដៃបែបនេះហើយគាត់ក៏មិនចាំយូរដែរក៏ចាប់ផ្ដើមបញ្ចេញអាវុធរបស់គាត់ដើម្បីវាយទៅកាន់សូជីតែម្ដងគណៈពេលដែលខុកហូរ៉ូក៏កំពុងតែសប្បាយចិត្តនឹងរីឯសូជីនៅវិញកំពុងតែដេញវាយទៅកាន់លោកគ្រូអៃសាគីហើយដល់ពេលចឹងទៅខុកហូរ៉ូនៅវិញក៏បានប្រើញួររបស់គាត់វាយទៅកាន់សូជីពីក្រោយខ្នងតែម្ដងមិនឲ្យសូជីនៅពេលនោះគាត់គឺស្ទើរតែមិនអាចងើបរួចបាននោះទេរីឯខុកហូរ៉ូនៅវិញគាត់ក៏ចាប់ផ្ដើមលេងផ្លូវចិត្តជាមួយនឹងសូជីហើយដោយនិយាយតាក់ទងអំពីអាខារីឬក៏បង្អាប់ទៅកាន់នាងអីចឹងទៅដោយការនិយាយមាក់ងាយបែបហ្នឹងហើយធ្វើឲ្យសូជីក៏ពិតជាខឹងទៅកាន់ខុកហូរ៉ូមែនតើហើយក៏ចាប់ផ្ដើមវាប្រហារទៅកាន់ខុកហូរ៉ូវិញជាពិសេសទីតាំងដែលពួកគេបានវាយគ្នានឹងគឺជាកន្លែងកណ្ដាលគេតែម្ដងនៃសាលាមីដែលអាខាដេមីឬក៏ជាកន្លែងសាលកណ្ដាលអីចឹងណាដែលធ្វើឲ្យសិស្សជាច្រើននិងគ្រូជាច្រើនបានឃើញអំពីលទ្ធភាពនៅពេលដែលពួកគេបានប៉ះគ្នាបែបនេះភ្លាមនឹងដែរស្រាប់តែអ្នកគ្រូម្នាក់បានមកសួរទៅកាន់លោកគ្រូអៃសាគីហេតុអីបានជាបណ្ដាលឲ្យកូនសិស្សនឹងគឺបានវាយគ្នាអញ្ចឹងឬឯលោកគ្រូអៃសាគីបានប្រាប់ទៅកាន់អ្នកគ្រូផងដែរថាមានបញ្ហាអ្វីនោះទេគឺគ្រាន់តែអង្គុយមើលសិនទៅគណៈពេលដែលសូជីហើយនិងខូកូរ៉ូកំពុងតែវាយគ្នាបែបហ្នឹងហើយសិស្សជាច្រើនកំពុងតែសង្កេតមើលទៅកាន់ពួកគេទាំងពីរនាក់អំពីសកម្មភាពការវាយអីចឹងណាដោយអ្នកខ្លះបានគិតថាសូជីគឺមិនអាចយកឈ្នះទៅកាន់ខូកូរ៉ូបាននោះទេហើយអ្នកខ្លះទៀតបែរជាគិតថាប្រហែលជាសូជីអាចនឹងមានសមត្ថភាពអាចយកឈ្នះទៅកាន់ខូកូរ៉ូអញ្ចឹងទៅរីឯអ្នកខ្លះបាននិយាយថាសូជីគឺមិនទាន់មានអាវុធវិញ្ញាណនោះទេអញ្ចឹងហើយប្រហែលជាមិនអាចយកឈ្នះទៅកាន់ខូកូរ៉ូបានឡើយអំឡុងពេលហ្នឹងអ្នកគ្រូដែលនៅជិតជាមួយនឹងលោកគ្រូអៃសាគីគឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនពីព្រោះថានៅទីនេះក៏មានវត្តមានរបស់នាយកសាលាផងដែររីឯលោកគ្រូដែលនៅជិតជាមួយនឹងនាយកសាលាគឺបានសួរទៅកាន់នាយកសាលាផងដែរថាពួកគេគួរតែបញ្ឈប់ទៅកាន់សិស្សទាំងពីរនាក់នឹងដែរឬទេលោកគ្រូនាយកបានតបថាមិនចាំបាច់នោះឡើយឲ្យពួកគេនៅតែបន្តប្រយុទ្ធគ្នាទៅចំពោះនាយកសាលាអេមានមិនទាន់ដឹងនៅទេថាជាប្រុសឬក៏ស្រីដោយសារតែការស្លៀកពាក់មើលទៅដូចជាស្រីមែនទែនត្រឡប់មកកន្លែងការប្រយុទ្ធនៅវិញខូកូរ៉ូក៏ចាប់ផ្ដើមនិយាយមាក់ងាយទៅកាន់សូជីបន្តទៀតហើយនៅពេលនេះអត់មានទូរស័ព្ទដើម្បីប្រើប្រាស់អាវុធវិញ្ញាណនោះទេដូច្នោះហើយគឺឯងមិនអាចយកឈ្នះមកកាន់យើងបានឡើយហើយបើសិនជាឯងនៅតែបន្តមិនប្រើអាវុធរបស់ឯងបែបហ្នឹងច្បាស់ខ្លាំងណាស់យើងគឺវាឯងដូចជាសត្វដេរឆានអញ្ចឹងចំពោះសូជីក៏នៅតែជំនះអញ្ចឹងថាការប្រើប្រាស់កំណាប់ដៃរបស់គាត់អាចយកឈ្នះទៅកាន់ខូកូរ៉ូអញ្ចឹងទៅក៏ប៉ុន្តែអាការជំនះរបស់គាត់បាននឹងហើយធ្វើឲ្យខូកូរ៉ូនៅពេលនោះបានប្រើញញួររបស់គាត់ជាច្រើនវាប្រហារទៅកាន់គាត់ហ្នឹងគឺដំណំដែរម្ដងដែលខូកូរ៉ូនៅពេលនេះក៏មានបណៃដៃដាក់ទៅកាន់សូជីនោះទេគឺដាក់យកហើយដល់ពេលទៅធ្វើឲ្យសូជីក៏បានដឹងហើយថាគាត់មិនអាចយកឈ្នះទៅកាន់ខូកូរ៉ូបាននោះទេគណៈពេលហ្នឹងដែរស្រាប់តែលោកគ្រូអៃសាគីគឺបានប្រកោតទូរស័ព្ទរបស់សូជីឲ្យទៅកាន់សូជីដោយប្រាប់ទៅកាន់សូជីផងដែរថាឯងគួរតែប្រើអាវុធវិញ្ញាណរបស់ឯងទៅដើម្បីយកឈ្នះទៅកាន់ខូកូរ៉ូគ្រាន់តែសូជីគឺបានកាន់ទូរស័ព្ទរបស់គាត់ភ្លាមស្រាប់តែអណ្ដាតភ្លើងពណ៌ខៀវគឺត្រូវបានចេញមកភ្លាមតែម្ដងអាវុធវិញ្ញាណរបស់សូជីដែលជាអណ្ដាតភ្លើងពណ៌ខៀវនេះហើយធ្វើឲ្យសិស្សជាច្រើននិងគ្រូជាច្រើនគឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនពីព្រោះថាអណ្ដាតភ្លើងពណ៌ខៀវគឺមិនត្រឹមតែជាអណ្ដាតធម្មតានោះទេគឺជាអណ្ដាតភ្លើងដែលមានឈ្មោះមួយទៀតថាជាអណ្ដាតភ្លើងរបស់បិសាចអញ្ចឹងហើយគឺមិនឆ្ងល់នោះទេថាហេតុអីបានជាសិស្សនៅទីនោះឬក៏គ្រូនៅទីនោះគឺមានភាពភ័យខ្លាចទៅអណ្ដាតភ្លើងពណ៌ខៀវរីឯលោកគ្រូសក់វែងដែលនៅជិតជាមួយនឹងនាយកសាលានៅវិញគ្រាន់តែឃើញអណ្ដាតភ្លើងពណ៌ខៀវភ្លាមគឺបង្ហាញអំពីការស្អប់ភ្លាមតែម្ដងជាពិសេសលោកគ្រូម្នាក់ហ្នឹងក៏បាននឹកឃើញអំពីទស្សនវិជ្ជាអំពីបារម្ភម្នាក់ដែលអាចប្រើអណ្ដាតភ្លើងពណ៌ខៀវដូចគ្នាក៏ប៉ុន្តែយើងមិនទាន់ដឹងច្បាស់នោះទេថាម្នាក់នោះគឺជាអ្នកណាគេត្រឡប់មកកន្លែងសូជីនៅវិញបន្តពីគាត់គឺអាចគ្រប់គ្រងអំពីភ្លើងពណ៌ខៀវរបស់គាត់បានហើយនោះគាត់ក៏មានអារម្មណ៍ថាភ្លើងទាំងអស់នេះគឺមិនអាចប៉ះពាល់មកកាន់គាត់បាននោះទេឬក៏ក្តៅអីចឹងណាអញ្ចឹងហើយលោកគ្រូអៃសាគីបានប្រាប់ទៅកាន់សូជីថានៅពេលនេះឯងគួរតែបង្ហាញអំពីអំណាចរបស់ឯងឲ្យទៅកាន់អ្នកដទៃបានឃើញទៅភ្លាមសូជីបានប្រើប្រាស់អណ្ដាតភ្លើងពណ៌ខៀវរបស់គាត់ដាក់នៅកន្លែងជើងរបស់គាត់ដែលធ្វើឲ្យល្បឿនរបស់សូជីនៅពេលនេះគឺដូចជាភ្នែកបន្ទោអញ្ចឹងក៏ប៉ុន្តែក៏មិនអាចគ្រប់គ្រងបាននោះទេលើកដំបូងដែលហេតុនេះហើយធ្វើឲ្យពួកគេទាំងអស់គ្នាគឺកាន់តែភ្ញាក់ផ្អើលអំពីសមត្ថភាពរបស់សូជីបន្ថែមទៀតរួចមកទៀតសូជីគឺបានសាកល្បងប្រើអណ្ដាតភ្លើងពណ៌ខៀវរបស់គាត់ដាក់នៅជើងរបស់គាត់ម្ដងទៀតដែលសូជីនៅពេលនេះគឺអាចគ្រប់គ្រងល្បឿនរបស់គាត់បានហើយកំពុងតែប្រតិសិនជំវិញរាងកាយរបស់ខូកូរ៉ូឆ្លៀកកាលនឹងដែរសូជីគឺបានវាយប្រហារទៅកាន់ខូកូរ៉ូបណ្ដាឲ្យមុខរបស់ខូកូរ៉ូគឺមានរបួសដូចនេះហើយធ្វើឲ្យខូកូរ៉ូក៏ពិតជាក្តៅក្រហាយជាមួយនឹងសូជីមែនទែនដែលធ្វើឲ្យមុខរបស់គាត់គឺមានរងរបួសអីចឹងទៅហើយគាត់ក៏ចាប់ប្រើញញួររបស់គាត់ដើម្បីដេញវាយឬក៏ទប់ទល់ជាមួយនឹងសូជីវិញរីឯអ្នកគ្រូដែលនៅជិតជាមួយនឹងលោកគ្រូអៃសាគីកំពុងតែទឿនទៅកាន់លោកគ្រូអៃសាគីឲ្យបញ្ឈប់ទៅកាន់សិស្សហើយពីព្រោះថាពួកគេទាំងពីរនាក់នៅពេលនេះដូចជាវាយគ្នាមែនទែនហើយមិនមែនជាលេងសើចទេដូច្នោះហើយលោកគ្រូអៃសាគីបានទៅបញ្ឈប់ពួកគេទាំងពីរនាក់ដោយអះអាងថានៅពេលនេះពួកគេវាយគ្នាតែប៉ុណ្្នឹងទៅបានហើយក៏ប៉ុន្តែខូកូរ៉ូនៅពេលនេះគឺមិនបានស្ដាប់ឯណាដែលគាត់គឺចង់វាយបន្ថែមទៀតនឹងឯងដោយសារតែគាត់កំពុងតែខឹងខ្លាំងណាស់ដល់ពេលចឹងទៅធ្វើឲ្យសូជីនៅវិញគឺកាន់តែសប្បាយចិត្តពីព្រោះថាគាត់ពិតជាសប្បាយចិត្តក្នុងការប្រើអណ្ដាតភ្លើងពណ៌ខៀវនេះមែនទែន
ក៏ប៉ុន្តែសូជីបានចាប់អារម្មណ៍នោះទេថាសូជីក៏កំពុងតែប្រើញញួររបស់គាត់ក៏កាន់តែធំទៅហើយដើម្បីវាយប្រហារមកកាន់គាត់តរំតែសូជីបានដឹងនោះកូកូរ៉ូគឺបានបង្រិចញញួររបស់គាត់ក៏កាន់តែធំទៅហើយដើម្បីវាយប្រហារមួយទំហឹងទៅកាន់សូជីតែម្ដងកូកូរ៉ូក៏បានប្រើញញួររបស់គាត់ដាក់លំប៉ាំងតែម្ដងបណ្ដោយសូជីនៅពេលនេះគឺចាប់ផ្ដើមផិតភ័យហើយនៅពេលហ្នឹងចររបស់កូកូរ៉ូក៏ពិតជាក្តៅក្រហាយខ្លាំងណាស់ដែលគាត់ចង់បញ្ចប់ជំរឿរបស់សូជីនឹងឯងក៏ប៉ុន្តែពិតជាសំណាងល្អមែនទែនដោយសារតែលោកគ្រូអៃសាគីបានចូលមករៀបរៀងឬក៏អន្តរាគមន៍អីចឹងទៅដែលគាត់គ្រាន់តែប្រើផ្លូវរបស់គាត់ដើម្បីទប់ទល់អំពីការវិប្រហាររបស់កូកូរ៉ូតែប៉ុណ្ណោះធ្វើឲ្យសូជីក៏ពិតជាភ្ញាក់ផ្អើលមែនទែនទាក់ទងអំពីសមត្ថភាពរបស់លោកគ្រូអៃសាគីដែលគាត់នឹងគ្រាន់តែប្រើដៃមួយតែប៉ុណ្ណោះក្នុងការទប់ទល់អំពីការវិប្រហាររបស់កូកូរ៉ូបន្ទាប់មកកូកូរ៉ូក៏បានធ្វើការសុំទោសទៅកាន់លោកគ្រូអៃសាគីដោយសារតែអ្វីមួយនេះនឹងក៏បានបាត់បង់ម្ចាស់ការរួចមកលោកគ្រូអៃសាគីបានធ្វើការសុំទោសទៅកាន់សូជីដោយសារតែគាត់នឹងឯងដែលធ្វើឲ្យសូជីមានការខឹងសម្បារមកកាន់ពួកគាត់អីចឹងណាមូលហេតុដែលគាត់ធ្វើឲ្យសូជីបានខឹងហ្នឹងដោយសារតែគាត់គ្រាន់តែចង់ឲ្យសូជីបានខ្លាចតែជាគ្រូចាក់ខ្មោចតែប៉ុណ្ណោះមានអីភ្លាមស្រាប់តែភ្ញាក់ផ្អើលដោយសារតែសូជីនៅពេលនេះកំពុងតែធ្វើការអង្គរប់ទៅកាន់លោកគ្រូអៃសាគីដោយបញ្ជាក់ថានៅពេលនេះក៏បានសម្រេចចិត្តហើយថាគាត់នឹងចូលរួមធ្វើជាគ្រូចាក់ខ្មោចពីព្រោះថាខ្ញុំនៅពេលនេះគឺពិតជាចង់ខ្លាំងមែនទែនដើម្បីឲ្យគាត់មានសមត្ថភាពក្នុងការកម្ចាត់ទៅកាន់មនុស្សដែលបានធ្វើបាបទៅកាន់អាខារីដែលជាប្អូនស្រីរបស់ខ្ញុំដោយការបដិញ្ញាចិត្តរបស់សូជីបែបហ្នឹងហើយលោកគ្រូអៃសាគីក៏បានយកព្រមយកទៅកាន់សូជីធ្វើជាកូនសិស្សរបស់គាត់បន្ទាប់ពីគាត់បានយកព្រមធ្វើជាគ្រូរបស់សូជីហើយនោះគាត់ក៏បានផ្ដល់នំមួយកញ្ចប់ឲ្យទៅកាន់សូជីផងដែរដែលនំមួយនោះគឺមានឈ្មោះថាម៉ាជូដែលជានំប្រភេទមួយយ៉ាងដែលសូជីគាត់គឺតែងតែចូលចិត្តញ៉ាំគណៈពេលហ្នឹងគឺមានតែលោកគ្រូសក់វែងនោះទេដែលគាត់បាននិយាយតិចថាគាត់គឺមិនយកព្រមឲ្យសូជីបានខ្លាចជាសិស្សនៅសាលា Midden Academy នោះទេក្រោយមកទៀតបន្ទាប់ពីលោកគ្រូអៃសាគីបានដោះស្រាយរឿងរ៉ាវរបស់សូជីហើយនោះអ្វីដែលគាត់បានជួបប្រទះបន្តទៀតនោះគឺថាគាត់គឺត្រូវតែចាញ់ថ្លៃក្នុងការជួសជុលទីតាំងដែលកូនសិស្សរបស់គាត់បានបង្កបញ្ហានឹងឯងអញ្ចឹងហើយធ្វើឲ្យលោកគ្រូអៃសាគីនៅពេលនោះឡើងកពុលមុខមែនទែនអូខេអ្នកទាំងគ្នាសាច់រឿងរបស់យើងភាគទី2គឺកាត់ចប់នៅត្រឹមនឹងឯងហើយភាគ3ហ្នឹងគឺប្រហែលជាអាទិត្យក្រោយទៀតបានចេញមកទៀតពីព្រោះថាសាច់រឿងមួយនេះទើបតែចេញនោះទេហើយបើសិនជាគ្នាយើងគឺសុំបន្តភាគអីហ្នឹងគឺមិនដឹងថាយកភាគហ្នឹងគឺតដោយរបៀបណាទេដោយសារតែមានវីដេអូយកមកធ្វើផងហ្នឹងពីព្រោះថាក្រុមហ៊ុនផលិតរឿងហ្នឹងគឺមិនទាន់បានចាក់ផ្សាយឲ្យមើលទេភាគ3ភាគ4អីចឹងណាពីព្រោះថាកលការរបស់ក្រុមហ៊ុនរឿងហ្នឹងមកទៅគេតម្លាក់ឲ្យមើលតែមួយភាគតែប៉ុណ្ណោះអញ្ចឹងហើយសង្ឃឹមថាអ្នកគ្នានឹងយោគយល់អំពី admin ជាចុងក្រោយ admin មិនតែពីចិនប៉ទៅកាន់អ្នកគ្នាតែប៉ុណ្ណោះឲ្យសំណាងល្អនៅក្នុងឆាជីវិនការធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាពជានិច្ចឥឡូវនេះដែរ admin Prosmos គឺមានតែប៉ុណ្្នឹងទេបាយបាយចាំជួបគ្នាភាគបន្តទៀតណាបាយបាយ